Rương cho chọ nâng cầm pử Cá bị prênh ní miên cho chọ trào thông muối to khai làm hỏi viết tay ta đa rốt tập bèng bằng bú đại miên tất đàm bấy chạp trầy xì đa muối sọ bó vía có ban tự đo tập bèng muối đa rinh tự óc nếu so tay pro lòng thuốc đại miên trầy cầm pử bằng còn cái đám chỉ tràn cho chọ khơi hai miên chật rạch oi dạng khăn hái cất thà ngày ní anh miên liệp hồng nè chỉ liệp chầm lại chừng sọc ngày ai cầm pứ miên bật nhá lư cho chọ thả được cho nó hói còn pứ vía con này dây lung lum cho chọ thả riêng tầng óc này cứ chia chầm này bong cho chọ tầng óc hói bàn tay riêng bật lạ phụ na bằng ai xí riêng tầng phụ được cho này mình chẳng anh pizza tê cho chọ có chơi từ bên thả vừa đừng đứt tập hộp chẳng anh pizza tới còn pứ chơi thả bong cho chọ trai do riêng tự liên tật oi sạch sân áo chăm xí nuôi từ chẳng anh pizza bong cho chọ có chơi thả vừa một đứt tập dục tự liên bán bà chơi lần nút còn pứ có chơi mình to tiệt thả bong cho chọ con prôi chất nhom năng thền ni ai bong cho chọ ai bán srul còn ai bong trai tai vừa tam nhom cho chọ có chơi lăng thả bong ấy người gì ấy cực nhom tam đấy nhom tam từng o còn pứ có chơi được trên thả cho bong mà đây là nến lực năng tập bộ ni mong ai dương rò cái này các bạn khăm tòng rùm bong ai bong nón bộ dương từ rò bằng bùa ná đại miền tịch là trơn bong ai liên dương ở xã áo trăm bằng ai xì chẳng pizza tam chật cho ai cho chọ chỉ sạch lụp hơi là ngủng việc cả thừa tam sầm đầy cầm pứ nâng trái có bò bùa kia tòng rùm cho chọ từ ruột hơi pe đại miền tịch là lõ cho chọ việc có cho nông tật ai ở trái cầm pứ có lột cho từ nông tật hơi bập thà bong cho chọ ái tới trên chun mọc ở sân trăm mọc xì ở trả tam đón bộ dương nơi trăm bong nơi tiền đi cho chọ có tới trên chun trái nâng cầm pứ một lutra tại ở pí tập bèng nungពួកត្រីកំពឹសក្តាមខ្យងដឹងថាចចចិញ្ជូនអស់ហើយវាក៏នាំគ្នាមកចូលទៅក្នុងទឹកបាត់អស់ឯចចដឹងថាកំពឹសបញ្ឆោតដូច្នេះហើយវាខឹងខ្លាំងណាស់វាក៏ដើរបបួលអស់សត្វតូចធំមានទាំងដំរីរមាសខ្លាគ្រប់វិសាសត្វទាំងសត្វពស់ធំពស់តូចទាំងសត្វហើគ្មានសេះសល់ដើម្បីបបួលគ្នាទៅបាច់ទឹកបឹងនោះឲ្យរីងនឹងបានចាប់ត្រីនៅក្នុងទឹកបឹងនោះស៊ីឲ្យអស់វាបានឲ្យពស់ថ្លាន់ធ្វើជាទំនោរចំណៃសត្វឯទៀតបបួលគ្នាបាយទឹកបឹងនោះសត្វក្នុងបឹងដឹងថាចចបបួលគ្នាបាយទឹកឲ្យរីងអស់ពីបឹងពួកវាក៏ភ័យណាស់ហើយក៏គិតគ្នាថាធ្វើដោយម្ដេចទៅទើបឲ្យសត្វទាំងអស់នេះឈប់បាយទឹកទៅពេលនោះត្រីក្រាញ់ឆ្លើយថាខ្ញុំលើគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាខ្លាំងណាស់នងចេះជួយដោះទុក្ខមនុស្សសត្វផងដូច្នេះខ្ញុំនឹងទៅប៉ាំងបងសុភាទន្សាយឲ្យជួយមកដោះទុក្ខពួកយើងទាំងអស់គ្នាពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ក៏ននាលចេញទៅលុះដល់ថ្ងៃក៏ក្រៀមស្រកាដល់ពេលយប់សុភាទន្សាយក៏ចេញមករកស៊ីបានឃើញត្រីក្រាញ់ននាលដូច្នេះក៏សួរថាបងត្រីក្រាញ់អញ្ជើញទៅណាមកណាត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់ហើយវាក៏និយាយអង្វរថាបងសុភាទន្សាយសមអាណត្តិខ្ញុំផងបត្រីទាំងអស់នៅក្នុងបឹងប្រាខ្ញុំមកឲ្យអញ្ជើញបងសុភាទន្សាយទៅដោយលើទាំងសត្វនិងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាកាត់ក្តីដោះទុក្ខបានអ្នកមានទុក្ខបងតែងតែជួយដោះទុក្ខមិនដែលខានឥឡូវមានដំរីក្របីគោរមាសរមាំងប្រើក្តាមជ្រូកពស់ធំពស់តូចទាំងសត្វហើគឺកុកគៀលកណ្ដៀលខ្យងទុំតោមក្អែកទឹកប្រវត្តិនិងស្មោញទាំងប៉ុន្មានបានបបួលគ្នាបាច់ទឹកបឹងឲ្យរីងនិងចាប់អស់ត្រីអណ្ដើកនិងកន្ធាយស៊ីជាចំណៃដូច្នេះសូមបងសុភាទន្សាយជួយដោះទុក្ខពួកយើងទាំងអស់គ្នាផងឲ្យរួចពីភ័យនេះម្ដងបងនឹងបានល្បីគេឈ្មោះតទៅយើងនឹងតបស្នងសងគុណបងហើយនឹងដឹងគុណបងអស់មួយជីវិតហើយទន្សាយឮត្រីក្រាញ់និយាយដូច្នេះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់បងប្អូនកុំឲ្យភ័យចាំខ្ញុំជួយឲ្យរួចទុកកុំមានចិត្តបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញលុះព្រឹកប្រហៀមទន្សាយឡើងទៅមាត់បឹងឃើញអស់សត្វកំពុងបាចទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះយកមកធ្វើជាសម្បត្តិហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំត្បិតព្រះអិនលោកឲ្យខ្ញុំនាំសម្បត្តិមកប្រាប់គ្រប់គ្នាថាព្រះអិនលោកនឹងមកកាត់ជើងទ្រុំប្រមុំជើងអកកាប់ក្បាលឆ្កែចចដកភ្លុកដំរីអស់សពសត្វលើសម្បត្តិព្រះអិនដូច្នោះហើយណាផ្អាបោលជន់គ្នាពៀនលើដំរីក្របីរមាសរមាំងរួចស្ទុះបោលទៅជន់លើទំនប់ពោះថ្លាន់ដាច់ខ្លួនជា2ជា3កំណាត់ហើយក៏ធ្លាយទំនប់ទឹកស្លាប់អស់ហើយសត្វទាំងនោះក៏ក្លាយជាចំណីត្រីវិញចាប់តាំងពីថ្ងៃនោះមកសត្វទាំងអស់ទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយណាស់ហើយទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់សេចក្តីលោភលន់ដែលគ្មានការគិតពិចារណានាំមកនូវសេចក្តីវិនាសអន្តរាយអណ្ដាតជាអាចកន្លងបានសុខទុក្ខផងក៏ព្រោះអណ្ដាត